គ្រប់ស្ថានភាពទាំងអស់សុទ្ធតែមានពីរផ្នែកគឺផ្នែកដែលងងឹតប្រៀបដូចនឹងពេលយប់និងផ្នែកដែលភ្លឺប្រៀបដូចនឹងពេលថ្ងៃផ្នែកងងឹតប្រៀបដូចជាការមើលឃើញពីអ្វីដែលជាកំហុសហើយផ្នែកភ្លឺជាការមើលឃើញពីសេចក្តីល្អដែលត្រូវការភាពក្លាហានដើម្បីរកមើលវាឲ្យឃើញនៅពេលអ្នកជ្រើសរើសផ្នែកដែលល្អមានន័យថាអ្នកកំពុងផ្ដល់កម្លាំងដល់ក្តីសង្ឃឹមរបស់អ្នកតាមទស្សនវិជ្ជាវាមិនផ្លាស់ប្ដូរឲ្យអ្នកឃើញពីការផ្លាស់ប្ដូរភ្លាមៗទេប៉ុន្តែវាផ្ដល់ឲ្យអ្នកនូវកម្លាំងថ្មីដើម្បីដោះស្រាយបញ្ហាកាន់តែប្រសើរជាងមុនសូម្បីនៅថ្ងៃអាក្រក់ក៏ដោយក៏តែងមានរឿងល្អនៅក្នុងនោះដែរសម្រាប់មេរៀនពេលវេលានិងមនុស្សដែលយកចិត្តទុកដាក់អំពីរឿងនេះការដែលអ្នកអនុវត្តការមើលឃើញផ្នែកដែលល្អអ្នកនឹងរកឃើញភាពរីករាយកាន់តែច្រើននៅក្នុងជីវិតរបស់អ្នកជីវិតមិនល្អឥតខ្ចោះនោះទេប៉ុន្តែទស្សនៈមើលឃើញផ្នែកល្អរបស់អ្នកអាចធ្វើឲ្យជីវិតរបស់អ្នកស្រស់ស្រាយជានិច្ចមនុស្សជាច្រើនរងចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្ដើមពួកគេនិយាយថាខ្ញុំនឹងចាប់ផ្ដើមនៅពេលដែលខ្ញុំត្រៀមរួចរាល់ឬខ្ញុំនឹងចាប់ផ្ដើមនៅថ្ងៃស្អែកប៉ុន្តែថ្ងៃស្អែកច្រើនតែប្រែទៅជាថ្ងៃស្អែកមួយទៀតការពិតគឺថាពេលវេលាត្រឹមត្រូវគឺឥឡូវនេះអ្នកមិនចាំបាច់ចេះដឹងអ្វីគ្រប់យ៉ាងមុនពេលអ្នកចាប់ផ្ដើមនោះទេរាល់ដំណើរការវែងឆ្ងាយវាចាប់ផ្ដើមដោយជំហានតូចមួយដែលបានធ្វើនៅថ្ងៃនេះការខិតខំប្រឹងប្រែងធ្វើ5នាទីក៏សំខាន់ជាងការធ្វើផែនការដែលគ្មានទីបញ្ចប់ដែរនៅពេលអ្នកចាប់ផ្ដើមថ្ងៃនេះអ្នកទទួលបានថាមពលទំនុកចិត្តនិងទិសដៅការរងចាំតែងចិញ្ចឹមការភ័យខ្លាចនិងការសង្ស័យប៉ុណ្ណោះវឌ្ឍនភាពនៃការរីកចម្រើនគឺតាមរយៈសកម្មភាពមិនមែនតាមរយៈការពន្យាពេលទេដូច្នេះសូមគុំរងចាំការលើកទឹកចិត្តឬការមានផែនការល្អឥតខ្ចោះសូមចាប់ផ្ដើមឥឡូវនេះចាប់ផ្ដើមរៀនទៅហើយអនាគតរបស់អ្នកនឹងអរគុណខ្លួនអ្នកចំពោះភាពក្លាហានក្នុងការចាប់ផ្ដើមនៅថ្ងៃនេះរៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើមថ្មីជាឱកាសថ្មីដើម្បីចាប់ផ្ដើមជាថ្មីម្ដងទៀតមិនថាមានអ្វីកើតឡើងកាលពីម្សិលមិញទេថ្ងៃនេះគឺជាថ្ងៃដែលពោរពេញទៅដោយលទ្ធភាពពេលខ្លះយើងបរាជ័យយើងធ្វើខុសឬយើងវង្វេងតែមិនអីទេជីវិតមិនមែនជារឿងដែលថាមិនចេះដួលនោះទេវាគឺជារឿងដែលនិយាយអំពីការក្រោកឈរឡើងវិញនិងព្យាយាមម្ដងទៀតការចាប់ផ្ដើមឡើងវិញមិនមែនមានន័យថាអ្នកចុះចាញ់នោះទេតែវាបញ្ជាក់ថាអ្នកឆ្លាតជាងមុននិងរឹងមាំជាងមុនការចាប់ផ្ដើមជាថ្មីម្ដងទៀតនាំមកនូវថាមពលនិងក្តីសង្ឃឹមថ្មីកុំឲ្យអតីតកាលកំណត់អនាគតរបស់អ្នករឿងអ្វីក៏ដោយបើវាមិនអាចជួយអ្នកបានទេសូមទុកវាឲ្យនៅក្នុងអតីតកាលទៅចុះហើយដើរឆ្ពោះទៅមុខដោយក្តីរីករាយជាមួយនឹងភាពក្លាហានរបស់អ្នកអាចចាប់ផ្ដើមជាថ្មីម្ដងទៀតបានជានិច្ចហើយលើសពីនេះអ្នកនឹងចាប់ផ្ដើមជាថ្មីបានល្អជាងមុនទៅទៀតថ្ងៃខ្លះអ្នកមានអារម្មណ៍ថាពិបាកណាស់អ្នកមានអារម្មណ៍ថាអស់កម្លាំងបាត់បង់ឬសោកសៅចំពោះរឿងអ្វីមួយបើទោះបីជួបរឿងទាំងនេះក៏ដោយសូមអ្នកញញឹមទៅការញញឹមមិនមែនមានន័យថាអ្នកមិនអើពើនឹងការឈឺចាប់របស់អ្នកនោះទេវាមានន័យថាអ្នកកំពុងជ្រើសយកភាពខ្លាំងរបស់អ្នកការញញឹមជួយឲ្យចិត្តរបស់អ្នកបើកទូលាយវាប្រាប់ទៅខួរក្បាលរបស់អ្នកថាអ្នកនៅតែអាចរកឃើញសេចក្តីរីករាយបានពេលខ្លះស្នាមញញឹមរបស់អ្នកថែមទាំងអាចលើកកម្លាំងចិត្តឲ្យអ្នកដទៃបានទៀតផងអ្នកមិនដឹងទេថាតើនរណានឹងត្រូវការញញឹមទាំងនោះកិច្ចការដែលលំបាកវានឹងคล้ายទៅជាកិច្ចការដែលងាយស្រួលនៅពេលអ្នកប្រឈមមុខនឹងវាដោយក្តីញញឹមនិងក្តីសង្ឃឹមដូច្នេះពេលជីវិតជួបការលំបាកសូមញញឹមទៅមិនមែនការញញឹមคล้ายៗទេតែវាគឺជាការញញឹមដោយក្តីក្លាហានការញញឹមតូចមួយនេះអាចប្រែក្លាយពេលវេលាដ៏ខ្មៅងងឹតឲ្យទៅជាសេចក្តីសង្ឃឹមជាថ្មីបាន
អ្នកមិនចាំបាច់ប្រាប់មនុស្សគ្រប់គ្នាអំពីក្តីសុបិនរបស់អ្នកទេសូមឲ្យសកម្មភាពរបស់អ្នកនិយាយជំនួសអ្នកទៅចុះធ្វើការដោយស្ងៀមស្ងាត់អត់ធន់និងផ្ដោតនៅពេលអ្នកដទៃនិយាយអ្នកអាចបង្កើតវាបានមនុស្សដែលមានសម្លេងខ្លាំងបំផុតនៅក្នុងបន្ទប់មិនមែនជាអ្នកខ្លាំងបំផុតទេជាញឹកញយអនុភាពពិតប្រាកដវាដំណើរការដោយភាពស្ងៀមស្ងាត់ភាពជោគជ័យមិនត្រូវការសម្លេងរំខានទេតែវាត្រូវការវិន័យនៅពេលអ្នកធ្វើការដោយស្ងៀមស្ងាត់អ្នកនឹងនៅឆ្ងាយពីការរំខាននិងការវិនិច្ឆ័យមនុស្សប្រហែលមិនកត់សម្គាល់អ្វីដែលអ្នកកំពុងធ្វើនៅក្នុងពេលនេះទេប៉ុន្តែថ្ងៃណាមួយលទ្ធផលរបស់អ្នកនឹងក្លាយទៅជាសម្លេងនិយាយឮខ្លាំងបំផុតសូមឲ្យការងាររបស់អ្នកមានពន្លឺភ្លឺជាងពាក្យសម្ដីរបស់អ្នកចូរចងចាំថាផ្កាមិនបង្កើតសម្លេងរំខាននៅពេលដែលវារីកទេវាគ្រាន់តែបង្ហាញសម្រស់របស់វាប៉ុណ្ណោះដូច្នេះធ្វើការដោយភាពស្ងៀមស្ងាត់ហើយធ្វើឲ្យភាពជោគជ័យបង្កើតបានជាសម្លេងនិយាយប្រាប់គេទៅជោគជ័យមិនមែនជាគោលដៅទេវាជាដំណើរបន្តរៀងរាល់ថ្ងៃវាផ្ដល់ឲ្យអ្នកនៅឱកាសដើម្បីក្លាយជាមនុស្សល្អជាងម្សិលមិញបន្តិចការកែលម្អមិនចាំបាច់ធំឬក៏លឿនពេកទេសូម្បីតែវឌ្ឍនភាពតូចៗក៏សំខាន់ដែរដូចជាអានមួយទំព័រទៀតបោះជំហានទៅមុខមួយជំហានទៀតរៀនជំនាញមួយទៀតជាដើមគោលដៅមិនមែនជាភាពល្អឥតខ្ចោះទេវាគឺជាការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើអ្នកនៅតែបន្តកែលម្អអ្នកនឹងភ្ញាក់ផ្អើលចំពោះខ្លួនឯងដល់ពេលណាមួយនោះចូលប្រៀបធៀបខ្លួនឯងទៅនឹងកាលពីអតីតកាលមិនមែនប្រៀបខ្លួនឯងទៅនឹងអ្នកដទៃឡើយសូមរក្សាការផ្ដោតបតនភាពរបស់អ្នកមិនមែនផ្ដោតលើភាពល្អឥតខ្ចោះនោះទេសូមបូកបញ្ចូលគ្នានៅរាល់ការកែលម្អតូចៗហើយសូមចងចាំថាអាថ៌កំបាំងនៃជោគជ័យគឺជារឿងសាមញ្ញដែលនៅតែបន្តការកែលម្អជានិច្ច